សម្រាប់ការធ្វើឡាបសាច់ជ្រូកបីជាន់ហាន់ជាប្រទេសស្ដើងចេះហារសជាតិធានាឲ្យបងប្អូនថាធ្វើទៅដឹងតែញ៉ាំឆ្ងាញ់ញ៉ៃហើយជាពិសេសរសជាតិបែបរៀងជូរហឹរប្រៃផ្អែមទៀតណាឈ្ងុយចេញពីគ្រឿងក្រៅមានតាំងពីគល់ស្លឹកគ្រៃខ្ទឹមសខ្ទឹមក្រហមហើយជាពិសេសសម្រាប់អង្គលេងហ្នឹងនិយាយវាថាវាជួយបង្កើនរសជាតិឡាបរបស់យើងនឹងកាន់តែញ៉ាំជក់មាត់មែនទែនចំពោះការធ្វើឡាបរបស់ខ្ញុំជាដំបូងគេគឺយើងត្រូវតែមានជាមួយនឹងសាច់បីជាន់នឹងឯងហាន់វាធ្វើមិនឲ្យស្ដាងមិនណាចំណែកឯគ្រឿងក្រៅនៃការធ្វើលាយហ្នឹងគឺមានដូចជាគល់ស្លឹកគ្រៃខ្ទឹមសខ្ទឹមក្រហមហើយនិងម្ទេសរីឯអង្គលេងហ្នឹងជាតួអង្គដែលសំខាន់ជាងគេបងប្អូនចំពោះសាច់ជ្រូកនេះគឺខ្ញុំស្រស់វាប្រហែលជា10នាទីដើម្បីឲ្យសាច់នឹងវាបានឆ្អិនល្អចឹងហើយយើងសាល់ពេលងាកមកលាយជាមួយនឹងទឹកត្រីចំពោះទឹកត្រីគឺខ្ញុំប្រើចំនួន3ស្លាបព្រាបាយកន្លះប៊ីចេងនឹង1ចុងស្លាបព្រាកាហ្វេស្ករត្នោតនឹង1ស្លាបព្រាបាយពេញបន្ទាប់មកទៀតគឺខ្ញុំដាក់ខ្ទឹមសចិញ្ច្រាំម្ទេសចិញ្ច្រាំហើយនឹងក្រូចឆ្មាចូលសម្រាប់រសជាតិការលាយទឹកត្រីហ្នឹងគឺយើងយកបែបរៀងមុតបន្តិចមកណាប្រៃជូរផ្អែមហើយនឹងហឹរយើងកូរគ្រឿងទាំងអស់នេះធ្វើមិនឲ្យវាខ្លាចជាល្បាយតែមួយហើយសម្រាប់រសជាតិវិញគឺมันល្មមត្រូវនឹងរសជាតិដែលខ្ញុំចង់បានណាចឹងហើយគ្រាន់តែខ្ញុំថែមជាមួយនឹងខ្ទឹមសខ្ទឹមក្រហមហើយនឹងម្ទេសនឹងចូលមកបន្តិចទៀតឥឡូវងាកកលេចមកមើលសាច់របស់យើងវិញម្ដងពេលដែលគ្រប់10នាទីហើយគឺវាក៏បានឆ្អិនល្អដែរចឹងហើយគឺខ្ញុំស្រង់វាយកមកលាយជាមួយនឹងទឹកត្រីដែលយើងលាយមិញហ្នឹងយើងក្លុកចុះក្លុកឡើងប្រហែលជា4ទៅ5ត្រឡប់អីទៅបាទខ្ញុំថែមជាមួយនឹងម្ទេសហើយនឹងបន្តិចគល់ស្លឹកគ្រៃអង្គលេងខ្ទឹមសហើយខ្ទឹមក្រហមនឹងបន្តិចទៀតនិយាយទៅសម្រាប់ការធ្វើឡាបពីមុខនេះគឺយើងលបដាក់ជាមួយនឹងខ្ទឹមក្រហមនឹងឲ្យកាន់តែច្រើនមកដោយសារតែខ្ទឹមក្រហមពេលដែលយើងលាយជាប្រភេទឡាបអញ្ចឹងញ៉ាំប៉ះវាទៅមានជាតិផ្អែមផងហើយជាពិសេសក្លិនហ្នឹងក៏ឈ្ងុយខ្លាំងដែរអញ្ចឹងហើយសម្រាប់ខ្ទឹមក្រហមហ្នឹងគឺយើងប្រើជំនួសធ្វើជាបន្លែបានដែរបងប្អូនបន្ទាប់ពីខ្ញុំលាយគ្រឿងក្រៅជាមួយនឹងខ្ទឹមហើយនឹងម្ទេសនេះមើលតែត្រូវរសជាតិហើយគឺខ្ញុំចាប់ផ្ដើមថែមជាមួយនឹងជីរណាហ្នឹងចូលមកបន្តិចទៀតបើសិនជាបងប្អូនមានជាមួយនឹងជីរណាដាក់កាន់តែច្រើនក៏ឈ្ងុយដែរណាបងប្អូនដោយសារតែខ្ញុំសល់ជីហ្នឹងមកបន្តិចចឹងហើយខ្ញុំដាក់មកបន្តិចហ្នឹងទៅចាបន្ទាប់ពីខ្ញុំលាយគ្រឿងក្រៅនេះរួចហើយក៏ចាប់ផ្ដើមដាក់ក្នុងចានដើម្បីត្រៀមញ៉ាំណានិយាយទៅសម្រាប់ពីមុខនេះបងប្អូនធ្វើឲ្យចង់ញ៉ាំជាមួយនឹងបាយក៏ឆ្ងាញ់ឬក៏បងប្អូនអាចធ្វើជាប្រភេទគ្រឿងក្លែមទៀតគឺត្រូវដូចតែគ្នាទេដោយសារតែរសជាតិមីមុខនេះមានរសជាតិបែបរៀងមុតជូរហឹរប្រៃផ្អែមគូផ្សំជាមួយនឹងបន្លែដែលយើងញ៉ាំផ្ទាប់ត្រូវនឹងរសជាតិទៀតបងប្អូននិយាយពីថាដាក់ចូលមាត់ទៅឈ្ងុយពេញមាត់ហ្មងហើយជាពិសេសរសជាតិហ្នឹងគឺឆ្ងាញ់ខ្លាំងមែនទែនរីឯបន្លែដែលខ្ញុំគិតថាញ៉ាំទៅឆ្ងាញ់ហើយត្រូវជាងគេនោះមានតាំងពីត្រសក់ស្ពៃក្តោបការ៉ុតដើមកញ្ឆែតចំណែកគ្រឿងជីគឺមាន3មុខនេះបងប្អូនដាក់ទៅដឹងតែត្រូវហើយមានជាមួយនឹងជីអាណាជីងវងហើយនិងជីងកាមនិយាយទៅសម្រាប់បន្លែប្រហែលមុខហ្នឹងពេលដែលយើងញ៉ាំផ្ទាប់ជាមួយនឹងសាច់បីជាន់ធ្វើជាប្រភេទឡាបគឺញ៉ាំទៅត្រូវជាតិគ្នាណាស់ហើយចំពោះអង្គលេងហ្នឹងក៏អញ្ចឹងទៀតបើសិនជាបងប្អូនលេងឲ្យថ្មីយកមកលាយកាន់តែឆ្ងាញ់ទ្វេដងហ្មងហើយសម្រាប់ពីមុខហ្នឹងដូចខ្ញុំបញ្ជាក់អញ្ចឹងការលាយទឹកត្រីគឺយើងយកបែបរៀងមុតបន្តិចមកណាប្រៃជូរផ្អែមហើយនឹងហឹរហើយបើសិនជាបងប្អូនធ្វើឲ្យចង់ញ៉ាំជាមួយនឹងបាយក៏បានឬក៏បងប្អូនចង់ធ្វើជាប្រភេទគ្រឿងក្លែមញ៉ាំជុំគ្នាថ្ងៃឡើងថ្ងៃសៅរ៍អាទិត្យអីទៀតគឺត្រូវគ្នាមែនទែនចាឥឡូវនេះការបង្ហាញមុខម្ហូបរបស់ខ្ញុំក៏បានធ្វើរៀបរាប់អស់ហើយថ្ងៃស្អែកយើងជួបគ្នាសាជាថ្មីអរគុណ